សួស្តីប្រិយមិត្តអ្នករៀន Techno ទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងការចូលទៅកំណត់ slide នៅក្នុងកម្មវិធី Microsoft PowerPoint អញ្ចឹងថាហេតុអីបានជាយើងចាំបាច់បង្កើត slide គឺក្នុងគោលបំណងសម្រាប់យើងយកទៅប្រើប្រាស់ដើម្បីធ្វើបទបង្ហាញនៅក្នុងការងាររបស់យើងអញ្ចឹងយើងចូលទៅដល់ការបើកនៅកម្មវិធីទាំងអស់គ្នាទីមួយយើងចុច Windows Start វាពាក្យថា PowerPoint Enter នោះវានឹងចេញtemplate ជាច្រើនយើងអាច save ទុកឬក៏យើងអាចមើល template ជាច្រើនយើងអាចទាញយកនៅ template ទាំងអស់នេះយកទៅប្រើប្រាស់ក៏បានទៅតាមតម្រូវការការងារដូច្នេះខ្ញុំអត់ទាញយកទេខ្ញុំនឹងចូលទៅកំណត់ហើយយើងគ្រាន់តែ enter ទៅលើ blank presentation នោះវានឹងចូលដល់ slide ហើយមួយទៀតយើងនឹងចូលទៅកំណត់ឲ្យយើងប្រើ shortcut key ដែលបងប្អូនអនុវត្តយើងចុច Alt បូក G វានឹងចេញ design ហើយយើងចុចអក្សរ H នោះវានឹងចេញផ្ទាំង slide ជាច្រើនដើម្បីឲ្យយើងជ្រើសរើសហើយយើងអារោចុះក្រោមមួយទៅស្ដាំមួយហើយវាមានជូររបស់វាអញ្ចឹងយើងអាចរើសយកផ្ទាំង slide មួយណាដែលយើងពេញចិត្តអញ្ចឹងខ្ញុំជ្រើសរើសយកពណ៌នេះហើយ enter បន្តមកទៀតយើងចុច Alt G ហើយយើងបូក V ដើម្បីចូលទៅកំណត់ font ហើយយើងចុច F តើមកវាចេញឲ្យយើងចូលទៅ custom យើងចុច C ហើយត្រង់ចំណុចនេះវាមាន4ណាវាមាន Latin ហើយនឹង complex script អញ្ចឹងយើងថេបវាមកថេបមកដល់ទី4យើងវាយចំណងជើងគេថា heading font យើងវាយថាខ្មែរ OS ណាខ្មែរ OS ណាខ្មែរ OS មូលាយហ្នឹងទៅហើយយើងថេបមួយទៅមកទៀតអ្នកខ្មែរ OS សៀមរាបថេបមួយទៀតអញ្ចឹងហេតុអីបានយើងចាំបាច់កំណត់ដូចនេះគឺងាយស្រួលក្នុងការដែលយើងធ្វើ slide ដោយយើងមិនចាំបាច់ចូលទៅកំណត់ម្ដងមួយទេបន្តមកទៀតយើងគ្រាន់ថេបទៅរក save ហើយ enter នោះជាការស្រេចហើយមួយទៀតតកតងជាមួយនឹងការចូលទៅទៅលើប្រភេទនៃ slide យើងគ្រាន់ចុច Alt H បូក I ហើយក្នុងនេះវាមានប្រភេទ slide ជាច្រើនវាមាន title slide អាហ្នឹងមានតាចំណងជើង slide ចំណងជើងហើយវាមាន text title and content ណាអាហ្នឹងវាមានទាំងចំណងជើងអត្ថបទហើយនឹងអត្ថបទអញ្ចឹងជាទូទៅយើងយកយើងថេបមួយមកដើម្បីទៅរកtitle ណាទៅរក title and content ណាយើងថេបមួយយើងរោវាទៅស្ដាំមកយើងមិនថេបទេយើងរោស្ដាំមកយើង enter យើង enter នោះវានឹងបាន slide មួយដោយយើងអាចប្រើប្រាស់បានយើងវាយើងគ្រាន់ដល់ចំណុចនេះយើងគ្រាន់តែសេមកយើងដាក់ listen 1អញ្ចឹងតែ introduction of computer ឧទាហរណ៍អញ្ចឹងយើងអាចទៅសេបានជាចំណងជើងបន្តមកទៀតយើងទៅសេទៅសេអំពីសេចក្តីកុំព្យូទ័រមកយើងដាក់ថា
definition ហ្នឹង definition អញ្ចឹងទៅនិយមន័យអញ្ចឹងនេះគឺជាការឧទាហរណ៍នេះយើងមានច្រើនទៀតណាយើងសរសេរទៅហ្នឹងគឺទៅតាមអ្វីដែលយើងត្រូវការយើងសរសេរនិយមន័យនៃកុំព្យូទ័រអញ្ចឹងទៅ definition of កុំព្យូទ័រអញ្ចឹងទៅកុំព្យូទ័រ is អញ្ចឹងទៅយើងសរសេរទៅហ្នឹងយើងទៅតាមការងាររបស់យើងអញ្ចឹងការកំណត់ slide របស់យើងគឺតែប៉ុណ្ណឹងគឺយើងអាចធ្វើការងារបានអញ្ចឹងសង្ខេបមកវិញតើតើជាមួយនឹងការចូលទៅបើក slide និងការចូលទៅកំណត់ slide មាន font មានប្រភេទ slide អញ្ចឹងគឺការងារយើងតែប៉ុណ្ណឹងយើងរួចរាល់យើងអាចស្រេទៅតាមតម្រូវការការងាររបស់យើងអញ្ចឹងការកំណត់ slide មានតែប៉ុណ្ណឹងសូមអរគុណច្រើន